អំពើល្អត្រូវបានឃើញថាដោយមនុស្សល្អលោកផៃវណ្ណៈបានបង្ហោះសារយ៉ាងដូចនេះថាប៉ុន្មានថ្ងៃនេះខ្ញុំសង្កេតឃើញតារាផ្សាយល្បែងស៊ីសងតាមរករឿងរកគួនក្មួយប៉ៃឌីពាក់ព័ន្ធមូលធិជួយសមរភូមិមុខខ្ញុំសូមកោតសរសើរពីក្មួយប៉ៃឌីដែលបានរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាលជួយដល់សមរភូមិមុខប្រជាពលរដ្ឋខ្មែរច្រើនណាស់គាំទ្រទង្វើរបស់ក្មួយធ្វើបានល្អណាស់ពូសូមគាំទ្រសកម្មភាពមនុស្សធម៌របស់ក្មួយជានិច្ចពូសនំពរក្មួយមួយសូមក្មួយកុំឆ្លើយតបជាមួយនឹងមនុស្សថោកទាបឲ្យសោះព្រោះមនុស្សថោកទាបគ្មានសមត្ថភាពធ្វើអ្វីបានដូចក្មួយទេក្រៅពីការងារផ្សាយល្បែងស៊ីសងថោកទាបនោះវាគ្មានសមត្ថភាពសូម្បីតែប៉ុនរោមជើងក្មួយសូមជូនពរក្មួយនឹងក្រុមការងារទទួលបានជោគជ័យជានិច្ចចានេះគឺជាសំណេររបស់លោកផៃវណ្ណៈដែលគាត់បានលើកទឹកចិត្តទៅដល់ចាប៉ៃឌីផងដែរតកតងទៅនឹងជំនួយដែលមានចាបណ្ដាសង្គមមួយចំនួនតូចតែងតែសួរទៅលើចំណូលចំណាយអស់ប៉ុន្មានចាតកតងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា